នៅថ្ងៃទី7 ខែមីនា ឆ្នាំ 2017 មានឯកសារបែកធ្លាយដ៏ធំបំផុតមួយត្រូវបានបង្ហោះនៅលើ WikiLeaks សារព័ត៌មានក៏បានចុះផ្សាយពីវាយ៉ាងព្រមព្រៀងដែរថាឯកសារបែកធ្លាយទាំងនោះគឺជាឯកសារដ៏ធំបំផុតមួយត្រូវបានគេឲ្យឈ្មោះថាជា Year Zero នៅក្រោមឈ្មោះកូដគេគឺបានហៅវាថាជា World 7 នៅក្នុងនោះគឺវាបានផ្ទុកច្បាប់ឯកសារជាង 8700 file ហើយវាក៏ត្រាស្ទើរតែទាំងស្រុងនៅសមត្ថភាព hacking tool របស់ CIA អ្នកជំនាញជាច្រើនក៏បាននិយាយវាផងដែរថាវាគឺជាការបែកធ្លាយឯកសារ Cyber Security ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយទីភ្នាក់ងារចរកម្មកណ្ដាលអាមេរិកឬក៏ CIA គឺបានបាត់បង់ការគ្រប់គ្រងអាវុធ hacking ជាច្រើនរបស់ពួកគេមែននៅក្នុងវីដេអូនេះយើងនឹងទៅនិយាយថាតើ CIA គឺពិតជាមានអំណាចដ៏កម្រិតប៉ុណ្ណឹងមែនឬហើយថាតើអាវុធទាំងនោះគឺបានជ្រុះតាមរយៈដៃណាគេអញ្ចឹងយើងនឹងទៅស្វែងយល់អំពីរឿង Vault 7 នេះទាំងអស់គ្នាមនុស្សជាច្រើនគឺបាននិយាយវាថាឯកសារទាំងនេះគឺបានមកពីផ្នែកមួយនៃ operation របស់ OSB OSB វាគឺជា Operation Support Bridge មួយដែលជាក្រុម hacker ដ៏ធំបំផុតរបស់ CIA តែម្ដងវាគឺប្រមូលផ្ដុំទៅដោយឧបករណ៍ hacking tool កូដសម្រាប់នៅក្នុងការបំពានឬក៏ exploit និងសៀវភៅណែនាំប្រតិបត្តិការចរកម្មចាប់តាំងពីឆ្នាំ2013ដល់ឆ្នាំ2016ពេលដែលសារព័ត៌មានជុំវិញពិភពលោកគឺបានចុះផ្សាយវាយ៉ាងព្រមព្រៀងគេបានយកឧបករណ៍3មកប្រៀបធៀបគ្នាទីមួយវាតាក់ទងទៅនឹង Webbing Angel ជាឧបករណ៍ដែលគេអះអាងថា CIA គឺអាចប្រើដើម្បីលួចស្ដាប់នរណាម្នាក់តាមរយៈ Smart Device ឬក៏ជាប្រភេទទូរទស្សន៍ដែលដាក់នៅកន្លែងណាមួយទី2គឺជា Sonic Screwdriver ឧបករណ៍នេះគឺវាអាចចូលទៅបំពានទៅលើប្រភេទ macOS ដែលទោះបីជាយើងបដូរ hard drive ឬក៏ដំឡើង OS ថ្មីក៏យើងអត់អាចបំបត្តិ spyware នឹងដែរទី3គឺជាឧបករណ៍ដែលអាចលួចពាក្យសម្ងាត់ពី Linux Android និងប្រព័ន្ធប្រតិបត្តិការជាច្រើនក្រោយពីការប្រៀបធៀបទាំងនោះមនុស្សជាទូទៅក៏ភ័យស្លន់ស្លោព្រមទាំងយើងទាំងអស់គ្នាដែរហើយក៏ចាប់ផ្ដើមមាន comparison មួយទៀតគេនិយាយថា CIA ក៏អាច hack ទៅលើរថយន្តឬក៏ប្រភេទឡានផ្សេងៗឲ្យវារត់ទៅប៉ះទង្គិចគ្នាប៉ុន្តែបើសិនជាយើងពិនិត្យមើលលើឯកសារដែលបែកធ្លាយទាំងនោះឲ្យស៊ីជម្រៅដោយមិនមើលតែចំណងជើងព័ត៌មានដែលវាតាក់ទាញឬក៏ជា clickbait ទាំងនោះវាមានរឿងច្រើនផ្សេងទៀតដែលគេបាននិយាយបំភ្លើសហើយបំផោងរឿងហ្នឹងដែលការញុះញង់ទី1ហ្នឹងគឺជារឿងទូទៅហ្នឹងឧបករណ៍ Webbing Angel វាមិនមែនជាឧបករណ៍ដែលលួចមើលមនុស្សនិងតាមដានមនុស្សទូទៅទេវារ៉ាន់បានតែលើប្រភេទទូរទស្សន៍ Samsung ស៊េរីចាស់ៗប៉ុណ្ណោះហើយ CIA ត្រូវតែបញ្ជូនភ្នាក់ងារខ្លួនឯងហ្នឹងទៅដោត USB ទៅលើទូរទស្សន៍នោះទៅវាអាចដំណើរការផ្ទាល់បានចឹងហើយឧបករណ៍នេះវាមិនមែនជាឧបករណ៍ដែលលួចមើលព័ត៌មាននៅជុំវិញពិភពលោកដោយទៅនឹង NSA ធ្វើពីមុនទេការញុះញង់ទី2គឺតាក់ទងទៅនឹងរឿង hack LAN ហ្នឹងសារព័ត៌មានខ្លះគឺបាននិយាយថា CIA គឺអាច hack LAN ឲ្យវារត់ទៅប៉ះទង្គិចគ្នារួចបណ្ដាលឲ្យមានអ្នកស្លាប់ប៉ុន្តែនៅក្នុងឯកសារ Vault 7 ទាំងមូលពាក្យថាប្រព័ន្ធរថយន្តត្រូវបានលើកឡើងតែម្ដងគត់នៅក្នុងកំណត់ហេតុប្រជុំដោយគេគ្រាន់តែនិយាយថាប្រព័ន្ធ LAN ជាចំណុចដែលគួរចាប់អារម្មណ៍ប៉ុន្តែ CIA គឺមិនបានស្រាវជ្រាវវានៅឡើយទេដូច្នេះសារព័ត៌មាននិង WikiLeaks គឺបាននិយាយរឿងហ្នឹងបំភ្លើសហើយបំប៉ោងរឿងនេះដើម្បីទទួលបានការចាប់អារម្មណ៍តែបើទោះបីជារឿងទាំងនេះគឺមានការនិយាយទៅលើខ្លះក៏ដោយប៉ុន្តែសាច់រឿង Vault 7 ទាំងមូលគឺមានឧបករណ៍មួយចំនួនក៏ធ្វើឲ្យអ្នកជំនាញខាង Cyber Security នៅជុំវិញពិភពលោកគឺបាសសក់ដែរដែលយើងនឹងនិយាយគឺមានពីរតាក់ទងទៅនឹង Mobile Framework និង Umbridge អញ្ចឹងតើវាគឺជាអីគេជាធម្មតានៅពេលដែល hacker ថ្នាក់រដ្ឋឬក៏ state sponsor hacker ពួកគេវាយប្រហារប្រព័ន្ធអ្វីមួយអ្នកស្រាវជ្រាវគឺនឹងពិនិត្យមើលទៅលើស្នាមម្រាមដៃ digital ឬក៏យើងហៅថា digital fingerprint ដូចជាភាសាដែលប្រើនៅក្នុងកូដមេរោគដែលធ្លាប់ប្រើនិងលំនាំដែលពួកគេធ្វើការដើម្បីសន្និដ្ឋានថាតើប្រទេសណាអ្នកធ្វើចិនរុស្ស៊ីកូរ៉េខាងជើងឬក៏អ៊ីរ៉ង់ប៉ុន្តែនៅក្រោមប្រព័ន្ធ Mobile Framework របស់ CIA ត្រូវបានបង្កើតឡើងដើម្បីលុបស្នាមម្រាមដៃទាំងនោះបើសិនជា CIA អ្នកធ្វើ CIA គឺអាចលុបស្នាមម្រាមដៃខ្លួនឯងចោលហើយមិនតែប៉ុណ្ណោះវាក៏អាចដាំប្រភេទកូដភាសាផ្សេងៗចូលទៅក្នុងនឹងទៀតអាចដាំជាភាសាចិនភាសារុស្ស៊ីកូរ៉េចូលទៅក្នុងមេរោគទាំងនោះបានចំណែកឯទី2គឺជា Umbridge វិញ
វាគឺជាបណ្ដុំបច្ចេកទេសនិងកូដមេរោគដែល CIA គឺលួចចម្លងចេញមកពីក្រុម hacker ដទៃទៀតមិនថាក្រុម hacker ឧក្រិដ្ឋជនឬក៏ក្រុម hacker ថ្នាក់រដ្ឋទេនេះមានន័យថាប្រសិនបើ CIA ទៅ hack នរណាម្នាក់ CIA គឺអាចក្លែងបន្លំធ្វើជា hacker ដទៃបានជា hacker រុស្ស៊ីឬក៏ចិនបានយ៉ាងងាយស្រួលវិធីនេះត្រូវបានគេហៅថា cyber false flag ជាការវាយប្រហារក្លែងបន្លំខ្លួនករណីនេះគឺវាដំណើរការទៅមិននៅពេលដែលមានការវាយប្រហារចឹងឆ្លងដែនចេញមកពីប្រទេសមួយទៅប្រទេសមួយវាបានបង្កឲ្យមានភាពភ័យខ្លាចហើយសង្ស័យខុសគ្នាទាំងអស់បានន័យថានៅពេលដែលមានករណី hacker ធំៗកើតឡើងមនុស្សគ្រប់គ្នាគឺនឹងចោទប្រកាន់ករណីខុសគ្នាអ្នកខ្លះថារុស្ស៊ីជាអ្នកធ្វើអ្នកខ្លះគឺថាចិនអ្នកធ្វើឯកអ្នកជំនាញក៏មិនអាចជឿទៅលើផុសតាងមួយចំនួនបានទៀតព្រោះវាអាចជាការក្លែងបន្លំដែល CIA ក្លែងបន្លំខ្លួនឬក៏ជាប្រទេសផ្សេងដែលបានប្រើល្បិចដូច CIA ហើយរឿងដែលហួសចិត្តបំផុតមួយទៀតគឺថា CIA មិនទាំងដឹងខ្លួនឯងផងថាអាវុធ cyber ទាំងនោះគឺត្រូវបានគេលួចរហូតទៅដល់ WikiLeaks ពួកគេគឺបង្ហោះវានៅលើ Twitch ទើប CIA ភ្ញាក់ព្រឹត្តថាឯកសារទាំងនោះបែកធ្លាយតែអ្នកទាំងអស់គ្នាស្គាល់ infludo.com អត់ infludo.com គឺជា influencer marketplace ដំបូងគេនៅកម្ពុជាដែលជា spin ភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មនិង content creator ឲ្យគាត់ធ្វើការជាមួយគ្នាបានយ៉ាងងាយស្រួលជាងមុនតាមរយៈ Infludo content creator គឺគាត់អាចបង្កើតជា gig ដើម្បីដាក់លក់សេវាកម្មផ្សព្វផ្សាយឲ្យទៅកាន់ម្ចាស់អាជីវកម្មបានឯនៅម្ខាងទៀតដែលជាម្ចាស់អាជីវកម្មវិញគាត់ក៏អាចផុសជា content ដើម្បីស្វែងរក content creator ឲ្យសមស្របទៅនឹងបាត់ចិត្តនិងគោលដៅ campaign របស់គាត់ផងដែរតោះចាំអីទៀតចូលរួមជាមួយនឹង infludo.com ទាំងអស់គ្នានៅថ្ងៃនេះដើម្បីកសាងនូវប្រព័ន្ធ ecology មួយនៅក្នុងវិស័យ influencer marketing នៅកម្ពុជាយើងក្រោយពីការស៊ើបអង្កេតជាច្រើនដំបូង CIA គិតថាពួកគេគឺត្រូវបាន hacker មកពីបរទេសដូចជារុស្ស៊ីអញ្ចឹងគឺបានចូលវាយប្រហារហើយលួចយកប្រព័ន្ធទាំងនេះតែនៅពេលដែល FBI គឺបញ្ជ្រាបខ្លួនស្រាវជ្រាវដែរគេក៏បានរកឃើញការពិតដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺថាឯកសារទាំងនោះគឺមិនត្រូវបាន hack ដោយមនុស្សពីក្រៅទេប៉ុន្តែគឺត្រូវបានលួចដោយអ្នកនៅខាងក្នុងជា insider បរិះម្នាក់នោះគឺមានឈ្មោះថា Joshua Adam Solti គាត់គឺជាអតីតបុគ្គលិក CIA និងជា System Administrator នៅក្នុងផ្នែក OSB មកនៅក្នុង Operation នេះគាត់ក៏ជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ដែរប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមមានចំនួនជាមួយនឹងសហការីផ្នែកគ្រប់គ្រងនៅក្នុងហ្នឹងហើយក៏មានករណីគំរាមគ្នាទៅវិញទៅមកនៅកន្លែងធ្វើការគាត់ក៏ចាប់ផ្ដើមខឹងសម្បាហើយក៏សម្រេចចិត្តលាឈប់ពី CIA នៅក្នុងឆ្នាំ2016និងប្រើសិទ្ធិជា System Administrator ហ្នឹងទាញយកទិន្នន័យពី Vol7 ទាំងអស់រួចលួចគប់ពីច្បាប់ដើមចម្លងវាចេញដើម្បីសងសឹកទៅលើប្រធាននិងមិត្តរួមការងារដែលធ្វើការងារជាមួយគាត់សម្រាប់លោក Joshua Adam Solti គាត់ខ្លួនឯងហ្នឹងគាត់យល់ថាគាត់ជា hacker ឆ្លាតនៅពេលដែលគាត់យកឯកសារហ្នឹងមកគាត់គឺបានដាក់ encryption ឬក៏កូដការពារនៅលើកុំព្យូទ័រគាត់ហ្នឹងរហូតដល់3ជាន់ដើម្បីមិនចង់ឲ្យណាគេគឺចូលទៅយកវាបានប៉ុន្តែអ្វីដែលហួសចិត្តគឺថា password encryption ទាំង3ហ្នឹងគាត់ដាក់នៅក្នុង text box នៅលើទូរស័ព្ទដៃគាត់ហើយនៅពេលដែល FBI គឺបានចូលខ្លួនឆែកឆេរហើយរកឃើញចាប់ខ្លួនគាត់យ៉ាងងាយស្រួលនៅក្នុងឆ្នាំ2024 Joshua Adam Solti ក៏ត្រូវបានតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់40ឆ្នាំពីបទចរកម្មផងនិងបទល្មើសផ្សេងៗដែលគាត់ធ្វើបើទោះបីជា WikiLeaks គឺបានបំពងព័ត៌មានមួយចំនួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ហើយ CIA ព្យាយាមលាក់បាំងកំហុសដែលពួកគេធ្វើប៉ុន្តែរឿង Vol7 នេះគឺបានបន្សល់ទុកនៅផលប៉ះពាល់ជាច្រើនដែលបានកើតឡើងហើយវាធំធេងណាស់ដែលយើងយក3ចំណុចមកនិយាយទី1គឺវាបានបំផ្លាញឧបករណ៍ hacking tool រាប់រយរបស់ CIA ហ្នឹងដែលធ្វើឲ្យអាមេរិកគឺខាតថវិការាប់សិបលានដុល្លារនិងពេលវេលារាប់ឆ្នាំនៅក្នុងការអភិវឌ្ឍវាមកទី2គឺវាផ្ដល់ជាមេរៀនឬក៏ជា tutorial ទៅដល់ hacker នៅទូទាំងពិភពលោកពីប្រទេសផ្សេងៗនិង hacker មួកសមួកខ្មៅក្តីពួកគេគឺអាចយកឯកសារបច្ចេកទេសទាំងនេះទៅសិក្សាហើយអាចបង្កើតអាវុធ cyber ផ្ទាល់ខ្លួនបានទី3ជាករណីរបស់ WikiLeaks ហ្នឹងបន្ទាប់ពី WikiLeaks គឺបង្ហោះឯកសារបែកធ្លាយរបស់ Vol7 រដ្ឋាភិបាលអាមេរិកក៏ចាប់ទុកថា WikiLeaks គឺជាភ្នាក់ងារចរកម្មសត្រូវឬក៏ជា hostile intelligence service ហើយពួកគេក៏បានបោះសម្អាតនិងចាប់ខ្លួនលោក Julian Assange រហូតទៅដល់ WikiLeaks គឺលែងមានឥទ្ធិពលដូចមុនអូខេចឹងរឿងនេះគឺបានបង្ហាញយើងថានៅក្នុងពិភពសង្គ្រាម cyber ឬក៏យើងហៅថា cyber warfare ហ្នឹងវាអត់មានប្រព័ន្ធណាមួយសុវត្ថិភាពទេហើយអាវុធដែលគ្រោះថ្នាក់បំផុតពេលខ្លះមិនមែនជាមេរោគកុងទ័រប៉ុន្តែជាមនុស្ស insider ដែលធ្វើការនៅក្នុងប្រព័ន្ធមួយគ្នា
តើបងប្អូនយល់យ៉ាងណាចំពោះរឿង Volsamad នេះ ហើយថាតើ CIA ពិតជាមានឧបករណ៍ក្លែងបន្លំខ្លួនខ្ពស់ជាងហ្នឹងមកធ្វើនៅបច្ចុប្បន្នអត់? ខមមិនខាងក្រោមខ្ញុំចង់ដឹងពីអ្នកទាំងអស់គ្នាដែរជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ That's all I got. Peace and love. I'm out. Bye bye.